ក្នុងសង្គ្រាមឡោមព័ទ្ធបុរាណហេតុអ្វីបានជាអ្នកការពារមិនទាន់តែរុញចណ្ដោទៅឆ្ងាយវាមិនមែនថាពួកគេមិនចង់ទេពួកគេគ្រាន់តែមិនអាចកម្ពុជានៃចណ្ដោទាំងនេះជាធម្មតាមានកម្ពុជា2ធ្វើពីលោហៈរឹងនៅពេលនោះជញ្ជាំងទីក្រុងភាគច្រើនត្រូវបានសាងសង់ពីដីដែលខូចនៅពេលដែលកម្ពុជាចាប់ជញ្ជាំងពួកគេនឹងជីកជ្រៅមិនថាអ្នករុញទៅមុខឬឡើងលើនោះទេចណ្ដោកាន់តែមានសុវត្ថិភាពយ៉ាងណាមិញនេះមិនមានន័យថាខ្សែការពារគ្មានវិធានការតបនោះទេវិធីសាស្ត្រតបំផុតគឺបោះធុងប្រេងដែលឆេះទៅលើចណ្ដោទោះបីចណ្ដោត្រូវបានរុំដោយស្បែកដើម្បីទប់ទល់នឹងភ្លើងក៏ដោយកម្ដៅខ្លាំងនៅតែអាចពន្យាការឈានទៅមុខរបស់អ្នកវាយប្រហារអ្នកការពារក៏អាចសាងសង់ប៉មបញ្ចាំងនៅលើជញ្ជាំងហើយថាវេទិកាជំនាញពីទីនោះអ្នកបាញ់ព្រួញអាចបាញ់ទៅលើអ្នកវាយប្រហារពីទីទាហានដែលឡើងចណ្ដោនឹងខ្លាយជាគោលដៅងាយស្រួលដើម្បីកាត់បន្ថយការស្លាប់និងរបួសអ្នកវាយប្រហារបានបង្កើតអាវុធថ្មីពួកគេបានសាងសង់ប៉មឈើដ៏ធំមួយដែលមានច្រើនជាន់ខាងក្នុងបន្ទះឈើក្រាស់គ្រប់ខាងក្រៅការពារវាពីការវាយប្រហារទាំងសងខាងនៅលើកំពូលប៉មគេបានដំឡើងបន្ទះអាចច្រឡាត់បានគ្រប់គ្រងដោយ winch ដូច្នេះវាអាចត្រូវបានលើកឡើងទៅទៀតខណៈពេលដែលឈ្មោះទៅមុខបន្ទះឈើបានដើរតួជាខែលការពារពេលបញ្ចុះវាបានคล้ายជាស្ពានទឹកជាប់ប៉មទៅជញ្ជាំងទីក្រុងកង់ខ្លាំងត្រូវបានបន្ថែមដូច្នេះប៉មអាចរុញទៅមុខបាននេះបានប្រែក្លាយវាទៅជាបន្ទាយចល័តរទាសដែកមុនពេលការវាយប្រហារទាហានជាច្រើនត្រូវបានគេដាក់នៅជាន់ទី1ដើម្បីរុញប៉មជាន់ទី2មានអ្នកប្រយុទ្ធដែលវាយប្រហារអ្នកការពារនៅលើជញ្ជាំងជាន់ខាងលើពោពេញដោយទាហានវល់ជន់ត្រៀមខ្លួនសម្រាប់ការប្រយុទ្ធយ៉ាងជិតស្និទ្ធនៅពេលដែលប៉មទៅដល់ជញ្ជាំងទាហានកំពុងបានទម្លាក់បន្ទះឈើហើយប្រញាប់ទៅកំពែងក្រុងប្រយុទ្ធជាមួយអ្នកការពារទល់មុខគ្នាប្រសិនបើអ្នកវាយប្រហារចង់វាយលុកទាំងជញ្ជាំងនិងទ្វារក្នុងពេលជាមួយគ្នានេះពួកគេអាចដំឡើងកម្រាលធ្ងន់នៅខាងក្រោមប៉មខណៈពេលដែលទាហានវាយប្រហារពីខាងលើជាមនឹងវាយច្រកទ្វារទីក្រុងខាងក្រោមជាមួយនឹងការបញ្ចប់ទាំងអស់នេះសូមអបអរសាទរអ្នកបានបង្កើតអាវុធឡោមព័ទ្ធបុរាណដ៏មានអានុភាពដោយជោគជ័យអាគារ Logong Siege ប្រឆាំងនឹងទីក្រុងកម្រិតទាបដែលមិនមានប្រជ្រុយឬការការពារខ្លាំងម៉ាស៊ីននេះស្ទើរតែមិនអាចបញ្ឈប់បាន